ទិវាសួស្តីខ្ញុំឈ្មោះ Ben Park ខ្ញុំជាប្រធានស្ថាប័នអនុវត្តច្បាប់អាមេរិកកូរ៉េនិងជាមន្ត្រីបម្រុង LAPD បច្ចុប្បន្នខ្ញុំនឹងធ្វើបទបង្ហាញមួយមានចំណងជើងថាសន្តិសុខនិងការយល់ដឹងពីការអប់រំជាមូលដ្ឋានគ្រឹះបទបង្ហាញនេះប្រព្រឹត្តទៅបាននិងមានការឧបត្ថម្ភពីក្រសួងសេវាសង្គមកាលីហ្វ័រញ៉ានិងគម្រោងសហការរបស់ PACE សម្ព័ន្ធសហគមន៍អាស៊ីប៉ាស៊ីហ្វិកផ្នែកការងារ CALEO ស្ថាប័នអនុវត្តច្បាប់អាមេរិកកូរ៉េនិង PACEcare CALEO គឺជាស្ថាប័នមិនរកប្រាក់ចំណេញដែលផ្ដោតលើការជំរុញឲ្យមានលើការលើកកម្ពស់នៃការយល់ដឹងពីវប្បធម៌របស់បុគ្គលិកអនុវត្តច្បាប់អាមេរិកកូរ៉េនៅទូទាំងប្រទេសនិងទូទាំងពិភពលោកយើងមានបេសកកម្មធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមាននៅក្នុងសហគមន៍របស់យើងសមាជិកនិងអ្នកស្ម័គ្រចិត្តសហគមន៍យើងពុះពៀពង្រឹងវត្តមានរបស់យើងនៅក្នុងសហគមន៍អនុវត្តច្បាប់និងធ្វើឲ្យមានភាពរីកចម្រើនក្នុងនាមជាមន្ត្រីអនុវត្តច្បាប់អាមេរិកកូរ៉េ PACE សមាគមអាស៊ីប៉ាស៊ីហ្វិកផ្នែកការងារជាស្ថាប័នអភិវឌ្ឍសហគមន៍ដែលបង្កើតដំណោះស្រាយខាងសេដ្ឋកិច្ចដើម្បីឲ្យតាមទាន់បញ្ហាប្រឈមការងារការអប់រំលំនៅឋានបរិស្ថាននិងបញ្ហាប្រឈមអភិវឌ្ឍអាជីវកម្មនៃសហគមន៍អាស៊ីប៉ាស៊ីហ្វិកនិងសហគមន៍ចម្រុះផ្សេងទៀតនៃ Los Angeles PACEcare ជាក្រុមហ៊ុនគ្រប់គ្រងសេវាថែទាំកម្រិតខ្ពស់ពួកគេជួយគ្រួសារឲ្យបង្កើតដំណោះស្រាយឲ្យស្របតាមតម្រូវការថែទាំរយៈពេលវែងរបស់សាច់ញាតិវ័យចាស់របស់ពួកគេហើយពួកគេជាទីភ្នាក់ងារផ្ដល់សេវាថែទាំតាមផ្ទះដែលមានការបញ្ជាក់រដ្ឋកាលីហ្វ័រញ៉ារបៀបវិរៈថ្ងៃនេះគឺឲ្យនិយមន័យអ ுக ្រិតកម្មពីការស្អប់និងឧបទ្ទហេតុពីការស្អប់កត្តាជំរុញឲ្យមានការស្អប់ស្ថិតិនិងការស្អប់ប្រឆាំងអាស៊ីអ្វីត្រូវធ្វើបើអ្នកជាជនរងគ្រោះពីការស្អប់ការពិនិត្យចំណេះដឹងអ្វីដែលត្រូវធ្វើប្រសិនបើអ្នករងនឹងការស្អប់និង D ទាំង5សេចក្តីសង្ខេបធនធានសម្រាប់រាយការណ៍ពីការស្អប់និងការពិនិត្យចំណេះដឹងសូមចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលនេះផ្ដោតលើការផ្ដល់ទស្សនវិជ្ជាទូទៅអំពីអ្វីទៅជាអ ுக ្រិតកម្មពីការស្អប់ឧបទ្ទហេតុពីការស្អប់របៀបដែលពួកវាបង្ហាញឲ្យឃើញនិងផលប៉ះពាល់នៃការស្អប់ទៅលើសហគមន៍អាមេរិកអាស៊ីយើងក៏នឹងបង្ហាញពីអ្វីដែលយើងអាចធ្វើបានដើម្បីគាំទ្រនិងឈរជាមួយសហគមន៍ AAPI យើងត្រូវទទួលស្គាល់ដែលថាការរើសអើងជាតិសាសន៍និងការស្អប់ជនបរទេសជនមិនស្គាល់គ្នានៅក្នុងសហរដ្ឋអាមេរិកក៏បានរួមចំណែកដល់បញ្ហានេះផងដែរការធ្វើបង្ហាញនេះគឺអំពីអំណោយឲ្យយើងទាំងអស់គ្នាធ្វើសកម្មភាពប្រកាន់ជំហរប្រឆាំងនឹងការស្អប់និងការប្រកាន់បពុះនិងលើកកម្ពស់ការយល់ដឹងមេត្តាធម៌និងបរិយាកាសបន្ទុកចំពោះសហគមន៍ទាំងអស់តើអ ுக ្រិតកម្មពីការស្អប់ជាអ្វីអ ுக ្រិតកម្មពីការស្អប់គឺជាអ ுக ្រិតកម្មប្រឆាំងនឹងបុគ្គលក្រុមឬទ្រព្យសម្បត្តិដែលជំរុញដោយក្រុមក្នុងសង្គមមានការការពារពិតប្រាកដឬតាមការយល់ឃើញរបស់ជនរងគ្រោះអ ுக ្រិតកម្មពីការស្អប់អាចត្រូវបានកាត់ទោសជាបទបច្ឆិមឬបទអ ுக ្រិតអាស្រ័យលើសកម្មភាពដែលបានប្រព្រឹត្តជារឿយៗអ ுக ្រិតកម្មពីការស្អប់មានលក្ខណៈដូចជាការវាយប្រហារឃាតកម្មការលួចដុតការបំផ្លិចបំផ្លាញឬការគំរាមកំហែងដើម្បីប្រព្រឹត្តបទអ ுக ្រិតបែបនោះវាក៏អាចរួមបញ្ចូលការខុបខិតគ្នាឬការសុំឲ្យអ្នកដទៃប្រព្រឹត្តអ ுக ្រិតកម្មបែបនេះទោះបីជាអ ுக ្រិតកម្មនៅមិនដែលមានអ្នកប្រព្រឹត្តក៏ដោយនៅរដ្ឋកាលីហ្វ័រញ៉ាអ្នកអាចក្លាយជាជនរងគ្រោះនៃអ ுக ្រិតកម្មពីការស្អប់ប្រសិនបើគេកំណត់គោលដៅលើអ្នកព្រោះអត្តសញ្ញាណពិតប្រាកដឬការយល់ឃើញរបស់អ្នកជាតិសាសន៍ឬជាតិពន្ធុសញ្ជាតិសាសនា gender និន្នាការផ្លូវភេទពិការភាពរាងកាយឬផ្លូវចិត្តឧបទ្ទហេតុពីការស្អប់គឺជាសកម្មភាពឬអរិយាបថដែលជំរុញដោយការស្អប់ប៉ុន្តែគឺដោយសារហេតុផលមួយឬច្រើនមិនមែនជាអ ுக ្រិតកម្មទេឧទាហរណ៍នៃឧបទ្ទហេតុពីការស្អប់រួមមានការហៅឈ្មោះការប្រមាថការបង្ហាញសម្ភារៈស្អប់នៅលើទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកការបង្ហោះសម្ភារៈស្អប់ដែលមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ
ការចែកចាយសម្ភារៈដែលមានសារស្អប់ខ្ពើមនៅកន្លែងសាធារណៈតើឧបទ្ទហេតុពីការស្អប់ធៀបនឹងអក្រិតកម្មពីការស្អប់ជាអ្វីឧបទ្ទហេតុពីការស្អប់មិនមែនជាសកម្មភាពអក្រិតកម្មទេពួកវាពាក់ព័ន្ធនឹងការនិយាយអរិភាពឬស្អប់ខ្ពើមអេរយាប័តមិនគោរពឬរើសអើងដែលជំរុញដោយភាពលំអៀងយ៉ាងណាក៏មិនមានការឈានឡើងទៅជាអក្រិតកម្មទេព្រោះសកម្មភាពទាំងនោះមិនបានបំពេញតាមធាតុដើម្បីឲ្យវាคล้ายទៅជាអក្រិតកម្មនោះទេកត្តាជំរុញទឹកចិត្តនៃអក្រិតកម្មនិងឧបទ្ទហេតុពីការស្អប់ការរើសអើងពូជសាសន៍ជំនឿដែលថាពូជសាសន៍ជាកត្តាកំណត់ជាមូលដ្ឋាននៃចរិតលក្ខណៈនិងសមត្ថភាពរបស់មនុស្សហើយតែភាពខុសគ្នានៃពូជសាសន៍បង្កើតឲ្យមានភាពខ្ពង់ខ្ពស់ជាងពីកំណត់នៃពូជសាសន៍ជាក់លាក់មួយអេរយាប័តឬអាកប្បកិរិយាដែលឆ្លុះបញ្ចាំងនិងជំរុញជំនឿនេះការរើសអើងពូជសាសន៍ឬបរិយាវិនិច្ឆ័យការស្អប់ជាតិសាសន៍ផ្សេងការមិនចូលចិត្តឬអរិភាពចំពោះការមើលងាយឬការភ័យខ្លាចជនបរទេសមនុស្សដែលមកពីវប្បធម៌ផ្សេងឬជនមិនស្គាល់គ្នាបរិយាវិនិច្ឆ័យការវាយតម្លៃតាមការយល់ឃើញជាមុនឬការចាត់ឋានៈរបស់បុគ្គលផ្សេងទៀតដោយផ្អែកលើអាយុសាសនានិន្នាការផ្លូវភេទពូជសាសន៍ជាតិពិន្ទុភាសាឬសញ្ជាតិបុគ្គលម្នាក់ឧទាហរណ៍មេរោគប្រទេសចិនមេរោគអាស៊ីមេរោគវូហានគ្រុនផ្ដាសាយគង់និងពាក្យរៀបរាប់ផ្សេងទៀតដើម្បីពិពណ៌នាអំពី COVID-19 យើងនឹងមើលវីដេអូខ្លីមួយទាក់ទងនឹងឧក្រិដ្ឋកម្មពីការស្អប់អាស៊ីដែលបាននឹងកំពុងកើតឡើងនៅប្រទេសរបស់យើងវីដេអូរំខានអំពីអំពើហិង្សាប្រឆាំងជនជាតិអាមេរិកអាស៊ីជារឿងមិនល្អដែលយើងឃើញសប្តាហ៍ថ្ងៃនេះដោយមានការកើនឡើងដល់ព្រួយបារម្ភលើអក្រិតកម្មពីការស្អប់អាស៊ីដែលកក្រើកពេញប្រទេសការវាយប្រហារពីការស្អប់ប្រឆាំងអាមេរិកអាស៊ីបានកើនឡើងជិត 150% ក្នុងឆ្នាំ 2020 ស្របពេលដែលថយចុះសម្រាប់ប្រជាជនទូទៅមេរោគរបស់ចិនគ្រុនផ្ដាសាយគង់ទស្សនៈប្រឆាំងអាស៊ីមនុស្សជាច្រើនជឿថាទស្សនៈនេះជំរុញពីវោហារសាស្ត្រប្រកាន់ជាតិសាសន៍ដដែលរបស់អតីតប្រធានាធិបតីដូណាល់ត្រាំដែលស្ដីបន្ទោសវីរុស COVID-19 លើប្រទេសចិនជនជាតិអាស៊ីចេញពីទីនេះទៅការថ្លែងសន្ទរកថារើសអើងជាតិសាសន៍រហូតដល់ការវាយប្រហារនិងឃាតកម្មដ៏សាហាវអំពីការស្អប់ខ្ពើមគួរឲ្យខ្លាចបាននឹងកំពុងកើនឡើងខ្ញុំមិនចង់ឲ្យគាត់នៅទីនេះទេប្រាប់គាត់ឲ្យចេញនៅខែមីនាឆ្នាំមុនសារព័ត៌មានបានចាប់ផ្ដើមផ្សព្វផ្សាយជនជាតិអាមេរិកអាស៊ីត្រូវបានគេបាញ់ថ្នាំសម្លាប់មេរោគស្ដោះទឹកមាត់រុញដាល់និងចាក់សម្លាប់ក្នុងខែកក្កដាក្មេងប្រុស2នាក់បានដុតស្ត្រីជនជាតិអាស៊ីអាយុ89ឆ្នាំម្នាក់នៅគ្រុកឃ្លីនករណីនេះបានផ្សាយនៅទំព័រមុខគេនិងជួយបង្កើនការយល់ដឹងអំពីទស្សនៈប្រឆាំងអាស៊ីដែលកំពុងកើនឡើងខ្ញុំមិនដឹងថាហេតុអីបានជាអ្នករាល់គ្នាធ្វើដូច្នេះទេខ្ញុំមិននឹកគាត់ណាសង្ឃឹមថាគាត់មិនអីទេគួរឲ្យស្ដាយរដូវរងាប្រែទៅជាការស្លាប់ដោយការវាយប្រហារហិង្សានៅសាន់ហ្វ្រាន់ស៊ីស្កូពីក្មេងអាយុ19ឆ្នាំទៅលើលោកវិឆាតរតនាផាឌីជនជាតិថៃអាមេរិកអាយុ84ឆ្នាំដែលក្រោយមកបរិសុទ្ធចំណាស់ម្នាក់នេះបានស្លាប់យ៉ាងសោកសៅខែមីនាមានមនុស្សស្លាប់ដោយទស្សនៈប្រឆាំងអាស៊ីដំបូងដោយការបាញ់ប្រហាររង្គាលបន្តបន្ទាប់ដោយបរិសុទ្ធអាយុ21ឆ្នាំនៅស្ប៉ាអាតាឡង់តាចំនួន3នាក់ដែលបានបណ្ដាលឲ្យមនុស្ស8នាក់បានស្លាប់ក្នុងចំណោមនោះមានស្ត្រីអាស៊ី6នាក់ខ្ញុំពិតជាក្តុកក្តួលក្នុងអារម្មណ៍យ៉ាងខ្លាំងខ្ញុំដឹងថាវានឹងចេញមកតាមវិធីមួយឬក៏ផ្សេងទៀតកាលពីចុងខែមីនាស្ត្រីហ្វីលីពីនអាយុ65ឆ្នាំម្នាក់រងការវាយប្រហារពេលកំពុងធ្វើដំណើរទៅព្រះវិហារនៅខាងក្រៅអគារផាតមិនប្រណិតនៅទីក្រុងញូវយ៉កបរិសុទ្ធវ័យ38ឆ្នាំម្នាក់ទាត់ចំពោះស្ត្រីម្នាក់ដែលធ្វើឲ្យគាត់ដួលលើដីហើយជន់មុខគាត់ម្ដងហើយម្ដងទៀតខណៈពេលដែលវីដេអូឃ្លាំមើលបង្ហាញពីកម្មករសំណង់2នាក់ឈរមើលនិងមិនជួយអ្វីទាល់តែសោះពេលដែលការវាយប្រហារបន្តកើនមានសមាជិកក្នុងសហគមន៍អាមេរិកអាស៊ីកំពុងតែប្រយុទ្ធតបតវិញដោយយាយអាស៊ីអាយុ76ឆ្នាំម្នាក់នេះនៅសាន់ហ្វ្រាន់ស៊ីស្កូដែលត្រូវបានដាល់ចំមុខនិងស៊ូការពារខ្លួនពីអ្នកវាយប្រហារអាយុ39ឆ្នាំម្នាក់ដែលយកដំបងវាយបរិសុទ្ធនោះទង្វើខុសខើដែលគួរឲ្យរន្ធត់ទាំងនេះបានបង្កឲ្យមានការតវ៉ាទូទាំងប្រទេស
នឹងមានក្រុមគ្រួសារនិងមិត្តភ័ក្តិស្រែកដោយកំហឹងដូចសេមឆេនដែលមានម្ដាយអាយុ52ឆ្នាំរងការវាយនឹងផ្ដួលទៅលើដីដោយបរិសុទ្ធអាយុ47ឆ្នាំម្នាក់នៅ Queen កាលពីខែកុម្ភៈកន្លងទៅនេះតារាសម្ដែងស្រី Olivia Munn គឺជាមិត្តភ័ក្តិរបស់ក្រុមគ្រួសារបានទាញយកចំណាប់អារម្មណ៍ខ្លាំងទៅលើករណីនេះបន្ទាប់ពីគាត់បង្ហោះរឿងនេះទៅលើបណ្ដាញសង្គមការវាយប្រហារនេះដូចនឹងការវាយប្រហារជាច្រើនដែលមិនចាត់ទុកជាអក្រិតកម្មពីការស្អប់ទេដែលជាមូលហេតុឆេនកំពុងនិយាយចេញមកដោយដែលអ្នកឃើញលើក្រាហ្វនេះហើយការវាយប្រហារលើជនជាតិអាស៊ីបានស្ទុះឡើងយ៉ាងខ្លាំងបើធៀបនឹងឧបទ្ទហេតុឧក្រិដ្ឋកម្មពីការស្អប់ផ្សេងទៀតហើយមានហេតុផលពីរ1ព្រោះមានការកើនឡើងនិងទី2មានការរាយការណ៍ឧបទ្ទហេតុកាន់តែច្រើនពេលមនុស្សកាន់តែមានសិទ្ធិអំណាចហើយពួកគេនឹងកាន់តែយល់ដឹងនិងមានគេហទំព័រនិងធនធានជាច្រើនទៀតដើម្បីឲ្យពួកគេអាចរាយការណ៍ករណីទាំងនោះបានក្នុងចំណោមឧបទ្ទហេតុដែលបានរាយការណ៍ទាំងនេះ 50% ជាពាក្យប្រមាថប្រឆាំងអាស៊ីឬតាក់ទងនឹងសហគមន៍អាស៊ី 23% ជាការស្ដីបន្ទោសលើ COVID-19 និង 25% សំដៅលើពាក្យប្រមាថប្រឆាំងអន្តោប្រវេសន៍ដោយសារតែ COVID បានចប់នៅឆ្នាំ2022ឬពិតជាមានការផ្លាស់ប្ដូរដែលយើងឃើញមានការថយចុះតែនៅតែមានការរាយការណ៍មួយចំនួនធំទោះបីជាចំនួនឧក្រិដ្ឋកម្មពីការស្អប់អាស៊ីបានថយចុះចាប់តាំងពី COVID-19 ក៏ដោយជនជាតិអាមេរិកអាស៊ីបន្តប្រឈមមុខនឹងទម្រង់ផ្សេងៗនៃការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមឧបទ្ទហេតុពីការស្អប់ឧក្រិដ្ឋកម្មពីការស្អប់និងការរើសអើង 78% នៃមនុស្សពេញវ័យអាស៊ីត្រូវបានចាត់ទុកជាជនបរទេសទោះជាពួកគេកើតនៅក្នុងសហរដ្ឋអាមេរិកក៏ដោយឧទាហរណ៍រួមមានការនិយាយប្រាប់ឲ្យត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញនិងត្រូវបានចាត់ទុកដូចជាពួកគេមិនចេះនិយាយភាសាអង់គ្លេស 32% នៃមនុស្សពេញវ័យអាស៊ីនិយាយថាពួកគេស្គាល់ជនជាតិអាស៊ីម្នាក់ទៀតនៅសហរដ្ឋអាមេរិកដែលរងការគំរាមកំហែងឬវាយប្រហារដោយសារតែជាតិសាសន៍ឬជាតិពិន្ទុរបស់ពួកគេចាប់តាំងពីកើតមានជំងឺរាតត្បាត COVID-19 ឧក្រិដ្ឋកម្មពីការស្អប់អាស៊ីមិនមែនជារឿងថ្មីនោះទេទោះបីជាមានការស្ទុះឡើងករណីនៃការស្អប់ប្រឆាំងអាស៊ីក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19 ក៏ដោយចាំបាច់ដែលយើងទទួលស្គាល់ថាការរើសអើងបែបនេះមិនមែនជាបាតុភូតថ្មីៗនេះទេចាប់តាំងពីច្បាប់ស្តីពីការហាមមិនឲ្យជនជាតិចិនចូលរស់នៅក្នុងឆ្នាំ1882ទាក់ទងនឹងការបដិសេធសិទ្ធិចូលសញ្ជាតិរហូតដល់ទសវត្សរ៍ឆ្នាំ1940ចំពោះការឃុំខ្លួនជនជាតិអាមេរិកជប៉ុនក្នុងកំឡុងសង្គ្រាមលោកលើកទី2និងបរិយាវិនិច្ឆ័យដែលមូស្លីមស៊ីកនិងអាស៊ីខាងត្បូងជួបប្រទះបន្ទាប់ពីការវាយប្រហារថ្ងៃទី11ខែ9ប្រសិនបើអ្នកជាជនរងគ្រោះដោយសារឧក្រិដ្ឋកម្មពីការស្អប់អ្នកគួរតែតាក់ទងប៉ូលីស911ប្រសិនបើអ្នកឬនរណាម្នាក់ផ្សេងទៀតស្ថិតក្នុងគ្រោះថ្នាក់ជាបន្ទាន់ប្រឈមមុខនឹងការសង្គ្រោះបន្ទាន់ផ្នែកវិទ្យាសាស្ត្រឬឃើញឧក្រិដ្ឋកម្មដែលកំពុងប្រព្រឹត្តទៅប្រសិនបើអ្នកអង្កេតឃើញឥរិយាបថគួរឲ្យសង្ស័យនិងឬគំរាមកំហែងឬសកម្មភាពដែលអាចបង្ហាញពីចេតនាប្រព្រឹត្តឧក្រិដ្ឋកម្មទទួលការព្យាបាលផ្នែកវិទ្យាសាស្ត្ររក្សាទុកថតជាឯកសារភស្តុតាងទាំងអស់ថតរូបនិងសរសេរកត់ទុកព័ត៌មានសំខាន់ភស្តុតាងអាចរួមមានគំនូរតាមជញ្ជាំងការបំផ្លិចបំផ្លាញស្លាកលេខរូបថតឬរបស់ផ្សេងទៀតដែលអាចជួយបានក្នុងការស៊ើបអង្កេតបើអាចធ្វើបានសូមកត់ឈ្មោះអាសយដ្ឋានលេខទូរស័ព្ទនិងអ៊ីមែលរបស់សាក្សី
ដោយសារតែពួកគេមួយចំនួនប្រហែលជាមិនចង់នៅទីតាំងនោះឬពួកគេអាចនឹងប្រញាប់ចាកចេញកត់ត្រាទុកឬថតរូបដោយប្រើទូរស័ព្ទដៃរបស់អ្នកដូច្នេះអ្នកអាចចែករំលែកវាជាមួយប៉ូលីសឬទីភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀតព្យាយាមឲ្យសាកសីដែលឃើញជនសង្ស័យឬយានយន្តដែលពាក់ព័ន្ធផ្ទាល់ភ្នែករៀបរាប់ព្រឹត្តិការណ៍នោះក្រោយមកតាក់ទងអង្គការសហគមន៍ក្នុងតំបន់របស់អ្នកនោះពួកគេអាចជួយអ្នកឆ្លើយតបនឹងឧក្រិដ្ឋកម្មឬឧបទ្ទហេតុពីការស្អប់បានហើយអ្នកអាចរាយការណ៍ឧបទ្ទហេតុតាមទូរស័ព្ទឬតាមកុំព្យូទ័រផងដែរប្រសិនបើអ្នកជួបឧបទ្ទហេតុពីការស្អប់ម្ដងទៀតបើអ្នកមិនស្ថិតក្នុងគ្រោះថ្នាក់ទេបើអ្នកកំពុងតែមានគ្រោះថ្នាក់ទូរស័ព្ទទៅ911ប៉ុន្តែបន្ទាប់ពីស្ងប់ទៅវិញអ្នកអាចចែករំលែករូបថតឬឯកសារគ្រប់ប្រភេទដែលអាចជួយដល់ភ្នាក់ងារអនុវត្តច្បាប់ដោះស្រាយជាមួយនឹងការស៊ើបអង្កេតនៃឧបទ្ទហេតុពីការស្អប់យកទំនាក់ទំនងរបស់សាក្សីកត់ត្រាការរៀបរាប់ពីសាក្សីដែលឃើញជនល្មើសនិងព័ត៌មានអំពីយានជំនិះឬព័ត៌មានផ្សេងទៀតដូចជាបទឧក្រិដ្ឋដែលអ្នកអាចតាក់ទងអង្គការសហគមន៍ក្នុងតំបន់របស់អ្នកឲ្យជួយរុករករាយការណ៍ឬរកធនធានឲ្យអ្នកដើម្បីដោះស្រាយឧបទ្ទហេតុពីការស្អប់ដែលអ្នកជាជនរងគ្រោះឬបើអ្នកបានឃើញហេតុការណ៍នេះដឹងពីសិទ្ធិរបស់អ្នកមនុស្សជាច្រើនប្រហែលជាមានអារម្មណ៍ទើសទាល់ក្នុងការដោះស្រាយជាមួយភ្នាក់ងារអនុវត្តច្បាប់ដោយសារតែទំនាក់ទំនងជាមួយប៉ូលីសកន្លងមកឬដោយសារភាសាតាមតែដឹងបើអ្នកចាប់ផ្ដើមតាក់ទងប៉ូលីសអ្នកអាចបញ្ចប់ទំនាក់ទំនងបានគ្រប់ពេលចាប់ផ្ដើមការសន្ទនាដោយបញ្យល់ថាអ្នកធ្លាប់មានបទពិសោធន៍ពីមុនអវិជ្ជមានជាមួយប៉ូលីសនិងជួយមន្ត្រីឲ្យយល់កាន់តែប្រសើរពីទស្សនៈរបស់អ្នកអាចស្នើសុំអ្នកខ្លំមើលម្នាក់បានគ្រប់ពេលបើអ្នកមានអារម្មណ៍ថាមន្ត្រីជួយអ្វីមិនបានទេឬអ្នកត្រូវបានគេមិនអើពើអ្នកក៏មានសិទ្ធិរាយការណ៍ទំនាក់ទំនងរបស់អ្នកជាមួយប៉ូលីសហើយប៉ូលីសក៏មិនអាចរារាំងអ្នកពីការរាយការណ៍តាមវីដេអូឬការថតសម្លេងផងដែរប្រការសំខាន់ត្រូវចងចាំថាទោះជាអ្នកមានសិទ្ធិទាំងនេះក៏ដោយច្បាប់និងបទបញ្ញត្តិជាក់លាក់អាចប្រែប្រួលតាមយុត្តាធិការរក្សាភាពស្ងប់ស្ងាត់និងសហការតែនៅតែអះអាងសិទ្ធិរបស់អ្នកអំឡុងពេលតាក់ទងជាមួយប៉ូលីសជារឿយៗអាចនាំឲ្យមានលទ្ធផលកាន់តែរលូនយើងនឹងមានការពិនិត្យចំណេះដឹងរហ័សការស្អប់ជាតិសាសន៍ផ្សេងគឺជាការភ័យខ្លាចឬការស្អប់ A B C ឬ D ជនបរទេសនិងជនមិនស្គាល់គ្នាតើអ្នកអាចធ្វើអ្វីខ្លះដើម្បីប្រយុទ្ធប្រឆាំងនឹងការស្អប់ជាតិសាសន៍ផ្សេង A B C ឬ D ចំណុចទាំងអស់ខាងលើ D ហើយយើងនឹងបន្តទៅចូលបើអ្នកឃើញផ្ទាល់ភ្នែកឧក្រិដ្ឋកម្មឬឧបទ្ទហេតុពីការស្អប់ D ទាំង5នៃអន្តរាគមន៍ពីអ្នកឈរមើលជាវិធីដែលបង្កើតឡើងដោយ Right to Be អង្គការដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការបៀតបៀនហើយវិធីទាំងនោះរួមមានរំខានប្រគល់ភារកិច្ចថតជាឯកសារពន្យាពេលនិងធ្វើសកម្មភាពផ្ទាល់អន្តរាគមន៍អាចយកមកគាំទ្រនរណាម្នាក់ដែលរងការបៀតបៀនបញ្ជាក់ថាការបៀតបៀនមិនមែនជារឿងមិនអីទេនិងបង្ហាញថាយើងមានអំណាចធ្វើឲ្យសហគមន៍របស់ពួកគេមានសុវត្ថិភាពជាងមុនD ទី1គឺរំខានគឺជាវិធីដ៏ឆ្លាតវៃនិងច្នៃប្រឌិតក្នុងការធ្វើអន្តរាគមន៍វិធីនេះគឺគ្រាន់តែបង្អាក់ឧបទ្ទហេតុនៃការបៀតបៀនដោយយើងរំខានវាគន្លឹះនៃការរំខានដ៏ល្អគឺមិនអើពើនឹងបុគ្គលដែលបៀតបៀននិងឈលជួយបុគ្គលដែលរងការបៀតបៀនដោយផ្ទាល់កុំនិយាយឬសំដៅលើការបៀតបៀន
ដែលកំពុងកើតឡើងនិយាយពីអ្វីមួយផ្សេងពីរឿងនេះឧទាហរណ៍ពីវិធីនោះគឺថាបើអ្នកបានឃើញឧបទ្ទហេតុមួយអ្នកអាចនិយាយអ្វីមួយដូចជាអត់ទោសមានអ្នកណាអាចប្រាប់ខ្ញុំបានទេថាឡានក្រុងនៅឯណាតើអ្នកមានស្គាល់ផ្លូវនេះទេតើផ្លូវនេះទៅទីណាតើចង់រំខានអ្វីដែលកំពុងកើតឡើងដោយរំខានសកម្មភាពទាំងនោះប្រគល់ភារកិច្ចជាការសុំជំនួយពីភាគីទី3ឲ្យធ្វើអន្តរាគមន៍ក្នុងការបៀតបៀនគន្លឹះនៃការប្រគល់សិទ្ធិគឺរកមើលតំណាងម្នាក់ដែលត្រៀមខ្លួននិងមានឆន្ទៈចង់ជួយជារឿយៗមនុស្សដែលនៅក្បែរអ្នកជាជំរឿសដ៏ល្អនៅពេលអ្នកឲ្យនរណាម្នាក់ជាតំណាងជួយអ្នកព្យាយាមប្រាប់ឲ្យច្បាស់តាមដែលអាចធ្វើបានអ្វីដែលអ្នកកំពុងឃើញនិងប្រៀបដែលអ្នកចង់ឲ្យពួកគេជួយឧទាហរណ៍អំពីករណីនេះគឺថាបើអ្នកឃើញវានិយាយថាអត់ទោសម្នាក់នេះត្រូវគេបៀតបៀនមែនទេតើអ្នកអាចជួយបានទេហើយបើរឿងនេះកើតឡើងនៅក្នុងឡានក្រុងឬអ្វីមួយបែបនោះខ្ញុំគិតថាតែកង់ឡានក្រុងនឹងជាជំរឿសដ៏ល្អដើម្បីបញ្ឈប់ករណីនេះថតជាឯកសារការថតជាឯកសារពាក់ព័ន្ធនឹងការរាយការណ៍ឬកត់ត្រាលើករណីបៀតបៀនពិតជាអាចជួយបានក្នុងការរាយការណ៍អំពីឧបទ្ទហេតុនេះប៉ុន្តែមានកលិះមួយចំនួនដើម្បីថតការបៀតបៀនដោយសុវត្ថិភាពនិងការទទួលខុសត្រូវវាយតម្លៃស្ថានភាពនោះបើគ្មាននរណាម្នាក់ជួយជនរងគ្រោះពីការបៀតបៀនទេនោះសូមប្រើឌីមួយផ្សេងទៀតក្នុងចំណោម5ការថតសកម្មភាពរងគ្រោះថ្នាក់របស់នរណាម្នាក់ដោយមិនប្រកាសថាពួកគេទទួលបានជំនួយឬក៏អត់អាចប៉ះទង្គិចផ្លូវចិត្តបន្ថែមទៀតដល់ពួកគេនិយាយម្យ៉ាងទៀតប្រសិនបើអ្នកនឹងថតត្រូវប្រកាសថាសុវត្ថិភាពរបស់ជនរងគ្រោះមិនស្ថិតក្នុងគ្រោះថ្នាក់ទេហើយបើអ្នកគិតថាការថតនោះនឹងអាចជួយបានក្នុងការស៊ើបអង្កេតនៅពេលក្រោយពន្យាពេលទោះជាអ្នកមិនអាចធ្វើសកម្មភាពភ្លាមក៏ដោយអ្នកនៅតែអាចធ្វើឲ្យមានការផ្លាស់ប្ដូរសម្រាប់នរណាម្នាក់ដែលរងការបៀតបៀនដោយចូលសួរនាំពួកគេបន្ទាប់ពីហេតុការណ៍ចប់ការបៀតបៀនច្រើនប្រភេទកើតឡើងក្នុងរយៈពេលខ្លីឬលឿនបំផុតហើយយើងមិនតែងតែមានឱកាសធ្វើអន្តរាគមន៍តាមមធ្យោបាយផ្សេងទេប៉ុន្តែយើងមិនត្រូវប្រងើយកន្តើយរឿងដែលកើតឡើងរួចដើរទៅមុខបន្តនោះទេអ្នកអាចជួយកាត់បន្ថយការប៉ះទង្គិចរបស់គាត់ដោយនិយាយជាមួយគាត់បន្ទាប់ពីឧបទ្ទហេតុបៀតបៀនចប់ហើយបន្ទាប់ពីហេតុការណ៍ចប់អ្នកអាចទៅរកជំនួយដើម្បីដឹងថាពួកគេត្រូវការធនធានអ្វីនិងផ្ដល់ធនធានដល់ពួកគេបន្ទាប់ពីឧបទ្ទហេតុចប់និងចុងក្រោយធ្វើសកម្មភាពផ្ទាល់ពេលខ្លះអ្នកប្រហែលជាចង់ធ្វើសកម្មភាពតបផ្ទាល់នឹងការបៀតបៀនដោយហៅអេរយាប័តមិនសមរម្យនិងតទល់នឹងជនបង្កនោះមានន័យថាបើអ្នកគិតថាវាមានសុវត្ថិភាពអ្នកអាចចូលរួមដោយផ្ទាល់និងអន្តរាគមន៍ឬជួយក្នុងស្ថានភាពនោះដើម្បីឲ្យអ្នកអាចចូលជួយដោយផ្ទាល់បានអ្នកត្រូវតែពិចារណាតើអ្នកមានសុវត្ថិភាពខាងរាងកាយឬក៏អត់តើជនរងការបៀតបៀនមានសុវត្ថិភាពខាងរាងកាយដែរទេតើស្ថានភាពមានសុវត្ថិភាពទេតើស្ថានភាពនោះមិនទំនងជានឹងកាន់តែអាក្រក់ដែរឬទេតើអ្នកអាចដឹងទេថាតើជនដែលរងការបៀតបៀនចង់ឲ្យនរណាម្នាក់និយាយចេញឬចង់ឲ្យជួយឬទេបើអ្នកអាចឆ្លើយសំណួរទាំងអស់នេះដោយចម្លើយថាបាទចាស់នោះអ្នកអាចជ្រើសរើសសកម្មភាពតបផ្ទាល់បានគន្លឹះទី2សម្រាប់អន្តរាគមន៍ដោយផ្ទាល់គឺសង្ខេបឲ្យខ្លីនិងច្បាស់លាស់អាចជាវិធីល្អប្រសើរជៀសវាងការចូលរួមក្នុងកិច្ចសន្ទនាការជជែកដេញដោលឬការជជែកវែងញែកដោយសារវាអាចប្រែស្ថានភាពកាន់តែអាក្រក់ទៅអ្វីដែលអ្នកនិងសហគមន៍អ្នកអាចធ្វើបានបញ្ចេញមតិប្រឆាំងនឹងការស្អប់និងការមិនអត់ឱនធ្វើការជួបជុំសហគមន៍ដើម្បីគាំទ្រជនរងគ្រោះផ្ដល់ការគាំទ្រនិងជំនួយដល់ជនរងគ្រោះ
ស្នើឲ្យមន្ត្រីសាធារណៈនិយាយប្រឆាំងនឹងឧក្រិដ្ឋកម្មពីការស្អប់វិធីប្រយុទ្ធប្រឆាំងអំពើហិង្សានិងការរើសអើងជាតិសាសន៍និយាយចេញមកប្រសិនបើអ្នកឃើញឧក្រិដ្ឋកម្មឬឧបទ្ទហេតុពីការស្អប់រាយការណ៍អំពីឧក្រិដ្ឋកម្មឬឧបទ្ទហេតុពីការស្អប់ដល់ស្ថាប័នអនុវត្តច្បាប់ក្នុងតំបន់និងអង្គការមិនរកប្រាក់ចំណេញពិចារណាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលអំពីការស្អប់លើកកម្ពស់ការយល់ដឹងនៅកន្លែងធ្វើការរបស់អ្នកនិងជាមួយមនុស្សដែលអ្នកស្គាល់រាយការណ៍អំពីឧក្រិដ្ឋកម្មពីការស្អប់ជាធម្មតាអ្នកអាចរាយការណ៍ដោយហៅទៅ911អ្នកក៏អាចទូរស័ព្ទទៅ211ដើម្បីរាយការណ៍វាទៅ County នៃ Los Angeles និង311ដើម្បីរាយការណ៍វាទៅទីក្រុង Los Angeles អ្នកក៏អាចប្រើលេខទូរស័ព្ទទាំងអស់នេះដែលជាលេខមិនមែនអាសន្នសម្រាប់ LAPD និងខ្សែរាយការណ៍ទាន់ហេតុការណ៍ដោយអង្គការមិនរកប្រាក់ចំណេញ California Versahead អ្នកក៏អាចចូលទៅគេហទំព័រទាំងនេះតាមអ៊ីនធឺណិតដែលមានធនធានឲ្យអ្នកស្វែងយល់បន្ថែមអំពីប្រធានបទឬអ្នកអាចទទួលបានធនធានសម្រាប់ជនដែលធ្លាប់ជាជនរងគ្រោះឬសាក្សីចំពោះឧក្រិដ្ឋកម្មឬឧបទ្ទហេតុពីការស្អប់ការពិនិត្យចំណេះដឹងចុងក្រោយរបស់យើងតើរាល់ឧបទ្ទហេតុលំអៀងត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មពីការស្អប់ដែរទេបាទចាស់ឬទេក្នុងករណីជាច្រើនពួកវាអាចជាការបៀតបៀនដោយពាក្យសម្ដីឬការរើសអើងនរណាម្នាក់ផ្អែកលើអត្តសញ្ញាណរបស់ពួកគេប៉ុន្តែឧបទ្ទហេតុនេះមិនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មគោលដូចជាការបៀតបៀនធ្ងន់ធ្ងរការវាយប្រហាររាងកាយការគំរាមវាយប្រហារឬការធ្វើឲ្យខូចទ្រព្យសម្បត្តិតើភ្នាក់ងារអនុវត្តច្បាប់ធ្វើរបាយការណ៍សម្រាប់ឧក្រិដ្ឋកម្មពីការស្អប់ដែរទេបាទចា៎រាល់ទីភ្នាក់ងារអនុវត្តច្បាប់តាមដានទិន្នន័យឧក្រិដ្ឋកម្មពីការស្អប់ហើយក្រសួងតម្រូវឲ្យផ្សព្វផ្សាយព័ត៌មាននោះលើគេហទំព័រដែលបានបញ្ជាក់មុនថ្ងៃទី1ខែកក្កដារៀងរាល់ឆ្នាំតើ LAPD ធ្វើរបាយការណ៍ពីឧក្រិដ្ឋកម្មឬឧបទ្ទហេតុពីការស្អប់ដែរទេបាទចា៎ LAPD ជាភ្នាក់ងារមួយក្នុងចំណោមនោះដែលនឹងធ្វើរបាយការណ៍អំពីឧបទ្ទហេតុពីការស្អប់ផងដែរហើយប៉ុណ្ណាពួកគេនឹងធ្វើរបាយការណ៍អំពីឧក្រិដ្ឋកម្មពីការស្អប់នេះជាការធ្វើបទបង្ហាញស្ដីពីឧក្រិដ្ឋកម្មនិងឧបទ្ទហេតុពីការស្អប់ព័ត៌មានរបស់ខ្ញុំមាននៅទីនេះប្រសិនបើអ្នកមានសំណួរអ្វីអ្នកអាចតាក់ទងខ្ញុំតាមរយៈ bened.khaleo.usa.org សូមអរគុណច្រើន